chaថ្ងៃនេះយើងមកស្ងោរតាពាំងជាមួយនឹងសាច់មាន់របស់យើងបងប្អូនចាយើងគេធ្វើជ្រក់បែបអ្នកបាត់ដំបងយើងមិនមែនដូចជារបៀបស្ងោរជ្រក់ឯនេះវារបៀបដូចថាយើងជ្រក់ក្រាយឆ្នាំងហើយដើម្បីយកទៅញ៉ាំជាមួយនឹងស្ងោរជ្រក់សាច់មាន់ហើយជ្រក់តាពាំងក្រាយឆ្នាំងអញ្ចឹងណាបងប្អូនចាអាលេងខ្ញុំអត់ដែរញ៉ាំដែរទេលើកទី1ដែរទេបងប្អូនតោះបងប្អូនយើងទៅមើលគ្រឿងផ្សំនៅមុខវីដេអូទាំងអស់គ្នាបងប្អូនចាបងប្អូនថ្ងៃនេះយើងមករៀនធ្វើស្ងោរតាពាំងសាច់មាន់ទាំងអស់គ្នាបងប្អូនចានេះរូបមន្តអ្នកបាត់ដំបងបងប្អូនចានេះតាពាំងរបស់យើងមុនហ្នឹងខ្ញុំហាន់ហើយខ្ញុំយកទៅស្រុះសិនណាបងប្អូនចាសាច់មាន់នេះខ្ញុំយកទៅកាត់ជាកង់ហើយមកចាហៀងណាបងប្អូនចាហើយគ្រឿងផ្សំផ្សេងទៀតមានដូចជាជីស្លឹកខ្ទឹមជីស្លឹកវែងហើយនឹងជីនឹងវងរបស់យើងបងប្អូនស្ងោរតាពាំងសាច់មាន់ហ្នឹងគេសម្រាប់ធ្វើជ្រក់ញ៉ាំខាងក្រៅជាមួយនឹងស្ងោរតាពាំងយើងអត់ធ្វើដូចជាជ្រក់ស្ងោរជ្រក់មាន់អីទេរូបមន្តនេះហ្នឹងតែអ្នកបាត់ដំបងម្យ៉ាងអ្នកបាត់ដំបងមួយបែបទៀតអាចជ្រក់ដែលគេជ្រក់ជាមួយនឹងសាច់មាន់ជាមួយនឹងតាពាំងដែលគេស្ងោរហ្នឹងគេដាក់ប្រហុកតែខ្ញុំមិនដាក់ប្រហុកទេខ្ញុំប្រើទឹកត្រីអញ្ចឹងណាបងប្អូនចាហើយគ្រឿងផ្សំមួយទៀតមានដូចជានេះចាក្រូចឆ្មាសម្រាប់យកទៅធ្វើជ្រក់សម្រាប់ញ៉ាំជាមួយនឹងស្ងោរសាច់មាន់តាពាំងណាបងប្អូនចាហើយខ្ទឹមសទឹកត្រីគ្រឿងផ្សំរបស់យើងចាស៊ុបខ្នុរអំបិលប៊ីចេងហើយនឹងស្ករសចាខ្ញុំលាយស្ករក្រាមបន្តិចអញ្ចឹងណាបងប្អូនតោះយើងទៅមើលរូបមន្តធ្វើទាំងអស់គ្នាបងប្អូនបែបងាយទេហើយខ្ញុំក៏ដែរញ៉ាំដែរហ្នឹងលើកទី1ដែរហ្នឹងបងប្អូនពួកអីម៉ាក់គាត់ថាញ៉ាំអញ្ចឹងឆ្ងាញ់អញ្ចឹងខ្ញុំក៏ធ្វើតាមគាត់អញ្ចឹងណាចាឥឡូវហ្នឹងខ្ញុំហាន់ជីស្លឹកខ្ទឹមនិងស្លឹកវែងរបស់យើងបងប្អូនរៀងវែងតិចទៅទុកដាក់លើសឡអញ្ចឹងណាចារួចហើយខ្ញុំក៏ហាន់ជីស្លឹកវែងស្លឹកខ្ទឹមហើយនឹងជីនឹងវងហ្នឹងបែបជាចំណិតទូចដើម្បីដាក់ទៅម្ខាងដូចគ្នាដើម្បីធ្វើជ្រក់របស់យើងបងប្អូនចាឥឡូវនេះទឹករបស់យើងបានពុះហើយអញ្ចឹងខ្ញុំក៏បង់ខ្ទឹមសហើយខ្ញុំក៏ដាក់សាច់មាន់របស់យើងចូលបងប្អូនចាដាក់សាច់មាន់របស់យើងចូលទៅដាក់មកពុះសិនទៅបងប្អូនចារួចហើយនេះយើងដួសពពុះដូចចេញទៅដើម្បីឲ្យថ្លាទឹកអញ្ចឹងណារួចផ្សំគ្រឿងទៅទឹកត្រីអំបិលប៊ីចេងស្ករសអីបងប្អូនលៃលោកតាមហ្នឹងទៅតាមរសជាតិអញ្ចឹងណាបងប្អូនចាហើយដល់បន្ទាប់ពីហ្នឹងមកទៀតមកចាបងប្អូនភ្លក់មើលតាមហ្នឹងទៅតើល្មមដែលបងប្អូនចង់បាននៅចាឥឡូវនេះសាច់យើងរៀងផុយអញ្ចឹងខ្ញុំក៏ដាក់តាពាំងរបស់យើងចូលចាតាពាំងរបស់យើងហ្នឹងបងប្អូនមិនបាច់ចាំស្ងោរយូរពេកទេដាក់តាមបំពុះពីពុះទៅបានហើយចារួចហើយព្រោះរសជាតិទៅបងប្អូនចាហើយបន្ទាប់ពីហ្នឹងមកទៀតនេះស្ងោរជ្រក់តាពាំងរបស់យើងបានឆ្អិនហើយអញ្ចឹងខ្ញុំក៏បងជីដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹងមិញហ្នឹងចាចូលហើយទុកទៅម្លាយសិនទៅយើងមកលាយជ្រក់ក្រាយឆ្នាំងដែលយើងរបស់យើងសម្រាប់ញ៉ាំជាមួយនឹងសាឡហ្នឹងបងប្អូនចាយើងដាក់អំបិលប៊ីចេងស្ករសទៅបងប្អូនប្រើប្រហុកបងប្អូនមិនបាច់ដាក់ទឹកត្រីទេបងប្អូនដាក់ប្រហុកទៅប្រហុកហ្នឹងបងប្អូនយកតែអាំងបន្តិចសិនណាចាំយកមកញុំជាមួយនឹងជីជ្រក់នឹងរបស់យើងហើយថែមម្ទេសតិចផងបងប្អូនខ្ញុំភ្លេចបង្ហាញម្ទេសចឹងណាបងប្អូនចារួចហើយបងប្អូនលក់រសជាតិទៅដាក់ក្រូចឆ្មាឬក៏ក្រូចឆ្មាឬក៏អំពិលខ្ចីអំពិលទុំអីក៏បានហើយលៃលោកតាមហ្នឹងចឹងណាបងប្អូនពួកឯងអាហ្នឹងរសជាតិវាជូរអែមប្រៃហឹរដែរជិះទឹកជ្រលក់របស់វាហ្នឹងបងប្អូនចាឥឡូវនេះរួចរាល់យើងដួសដាក់ចានទៅចាបងប្អូនតនេះធ្វើសាកញ៉ាំទៅហើយជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីបានវីដេអូថ្មី